Ok, xưa đây nè tao ngọt nè, chân video này cứ nhom trong bình dùn nơi khi thơm bay song khăn, tìm muối cứ policy, tìm workflow, tìm bay SOP, chân ta bay nắng miền này tham mất,ហើយvì chăm bài ótនៅក្នុងស្ថាប័ននីមួយៗអញ្ចឹងpolicy គឺសំដៅទៅលើគោលការណ៍ច្បាប់ចឹងគោលការណ៍ច្បាប់នៅក្នុងស្ថាប័នមួយគឺវាមានច្បាប់ច្រើនឧទាហរណ៍ថានៅក្នុងសាលារៀនមួយចោះអញ្ចឹងច្បាប់អីគេខ្លះនៅក្នុងនឹងដែលយើងត្រូវរៀបចំតាក់តែងវាដើម្បីយកមកក្នុងការអនុវត្តដើម្បីឲ្យដំណើរការគ្រប់គ្រងការចាត់ចែងវាសំប្រកបហើយដំណើរការទៅតាមការគ្រោងទុកអញ្ចឹងវាមានគោលការណ៍ច្បាប់ការស្លៀកពាក់ឯកសណ្ឋានសិស្សគោលការណ៍មកយឺតគោលការណ៍ចេញមុនគោលការណ៍សុំអនុញ្ញាតច្បាប់ណាគោលការណ៍ប្រឡងគោលការណ៍ប្រព្រឹត្តនៅកំហុសខុសឆ្គងគោលការណ៍ផ្សេងជាច្រើនទៀតនៅក្នុងហ្នឹងអញ្ចឹងដែលយើងត្រូវមានរៀបចំតាក់តែងអញ្ចឹងណាបាទអាហ្នឹងគឺជា policy ចុះ workflow គឺសំដៅទៅលើចរន្តការងារឬក៏យើងហៅថាវាជាលំហូរការងារដែលចាប់ផ្ដើមពីកន្លែងណាហើយវាបញ្ចប់ទៅវិញនៅត្រង់កន្លែងណាអញ្ចឹងណាបាទអញ្ចឹងរាល់កិច្ចការងារនីមួយអញ្ចឹងយើងវាត្រូវមានការចាប់ផ្ដើមហើយនិងការបញ្ចប់ឧទាហរណ៍ថាការចុះឈ្មោះចូលរៀនរបស់សិស្សានុសិស្សមួយចោះអញ្ចឹងជាដំបូងមុននឹងសិស្សដែលគាត់អាចមកចុះឈ្មោះចូលរៀនបានហ្នឹងទៅអង្គុយរៀននៅក្នុងថ្នាក់រៀនអញ្ចឹងដំបូងបំផុតគាត់ទៅកន្លែងណាគាត់ត្រូវធ្វើអីគេខ្លះអញ្ចឹងអាហ្នឹងគឺជា workflow ឧទាហរណ៍ថាគាត់មកដំបូងគាត់ត្រូវទៅកន្លែងផ្ដល់ព័ត៌មាន receptionist បាទឬក៏ការិយាល័យរដ្ឋបាលអីចឹងទៅដើម្បីជួបជាមួយនឹងខាងបុគ្គលិកនៅទីនោះអញ្ចឹងគាត់ជួបផ្ដល់ព័ត៌មានពាក់ព័ន្ធជាមួយនឹងការសិក្សាពាក់ព័ន្ធជាមួយនឹងកម្មវិធីសិក្សាអីផ្សេងឬក៏ព័ត៌មានដែលពាក់ព័ន្ធបន្ទាប់ពីការជួបពយល់ឯកភាពព្រមព្រៀងគ្នាអស់គាត់យល់អស់ហើយអញ្ចឹងគាត់សម្រេចចិត្តថាចង់ចុះឈ្មោះចូលរៀនអញ្ចឹងសាលាខ្លះគេមាននីតិវិធីនៅក្នុងការប្រឡង placement test អីចឹងទៅអញ្ចឹងគាត់រៀបចំ placement test ឲ្យណាប្រឡងហើយរួចចេញលទ្ធផលអីចឹងទៅហើយសិស្សានុសិស្សគាត់អាចចុះឈ្មោះបងលុយបានដែរបងលុយចឹងទៅគេចេញវិក័យប័ណ្ណចេញអីចឹងទៅស្អែកឡើងគឺគាត់អាចចូលរៀនបានដែរណាហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជា workflow ដែលចាប់ផ្ដើមពីដើមទីរហូតទៅដល់បញ្ចប់គឺចូលរៀនចំណែកឯ SOP វិញគឺពាក្យវាពេញគឺ Standard Operating Procedure តើ Standard Operating Procedure នោះគឺជាអ្វី Standard Operating Procedure គឺជានីតិវិធីនៃការធ្វើអញ្ចឹងណាហ្នឹងហើយនីតិវិធីនៃការធ្វើអញ្ចឹងគឺ SOP ហ្នឹងគឺប្រាប់យើងតើការងារមួយហ្នឹងត្រូវធ្វើវារបៀបម៉េចអញ្ចឹងណាហ្នឹងហើយដូចឧទាហរណ៍ថាកូនសិស្សគាត់ចុះឈ្មោះចូលរៀនមិញហ្នឹងអញ្ចឹង workflow មុននឹងបានចូលរៀនគាត់ចូលទៅការិយាល័យរដ្ឋបាលពេញសួរព័ត៌មានប្រឡងអីពេញឯកសារអីផ្សេងបងលុយឲ្យបានចូលរៀនតែ SOP គឺប្រាប់យើងហៅតើត្រូវធ្វើម៉េចឧទាហរណ៍ថាពេលចុះឈ្មោះចូលរៀនបងលុយពេលបងលុយត្រូវបងរបៀបម៉េចអញ្ចឹងគឺបុគ្គលិកបាទគេតាក់តែងបុគ្គលិកគាត់ត្រូវទៅសេបំពេញ form បំពេញព័ត៌មានអីគេខ្លះបំពេញរបៀបម៉េចណាបញ្ចូលព័ត៌មានម៉េចឬក៏មាន system អញ្ចឹងយើងបញ្ចូលនៅក្នុង system អញ្ចឹងទៅហើយសិស្សានុសិស្សគាត់បង់លុយគាត់បង់នីតិវិធីនៃការទទួលប្រាក់នឹងរបៀបម៉េចអីអញ្ចឹងទៅអញ្ចឹងយើងត្រូវសេពីរបៀបនៅក្នុងការធ្វើអាហ្នឹងគឺជា SOP អញ្ចឹងណាបាទអញ្ចឹងគឺ3ហ្នឹងគឺវាមានន័យខ្លឹមសារអញ្ចឹងហើយវាសំខាន់ទៅតាមបច្ចេកទេសទៅតាមការងារវារៀងខ្លួនណា policy ក៏សំខាន់ workflow ក៏សំខាន់ចំណែក SOP រត់តែសំខាន់ទៀតណាហ្នឹងហើយអញ្ចឹងស្ថាប័ននីមួយក៏បីគួរតែមានរៀបចំតាក់តែងឲ្យចេញជាលាយលក្ខណ៍អក្សរដើម្បីមានភាពងាយស្រួលដល់គណៈគ្រប់គ្រងក៏ដូចជាបុគ្គលិកនៅក្នុងស្ថាប័នហ្នឹងគាត់ងាយស្រួលនៅក្នុងការធ្វើកិច្ចការងារក៏ដូចជាប្រស្រ័យតំណែងគ្នានៅក្នុងហ្នឹងដើម្បីឲ្យការងារហ្នឹងគឺវាកាន់តែដំណើរការទៅស្រួលរលូនហើយមានប្រសិទ្ធភាពខ្ពស់អញ្ចឹងណាបាទអញ្ចឹងខ្លីៗអរគុណជំរាបលា